បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាថ្ងៃកំណើតប្អូនស្រីសម្លាញ់ជីដេវីតមិនលាក់លៀមទំលាយពាក្យក្នុងចិត្តទៅកាន់ប្អូនស្រីអស់ពីពោះមហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសល្បីឈ្មោះជីដេវីតសុទ្ធសឹងតែបានជ្រាបហើយពីជីវិតគ្រួសារបងប្អូនរបស់លោកដែលលោកជាកូនច្បងក្នុងគ្រួសារមានតែប្អូនស្រីបង្កើតម្នាក់គត់ឈ្មោះថាងួនច័ន្ទដារិយាពេលនេះមានអាយុ25ឆ្នាំកន្លងមកមហាជនអ្នកគាំទ្រភាគច្រើនបានឃើញហើយថាតារាចម្រៀងប្រុសជីដេវីតតែងបង្ហាញពីប្អូនស្រីបង្កើតរូបនេះលើបណ្ដាញសង្គមជាមួយនឹងក្តីរំភើបនិងមោទនភាពដែលនាងជាប្អូនស្រីល្អនិងមានសមត្ថភាពពូកែក្នុងការសិក្សាអ្វីដែលធ្វើឲ្យលោកជីដេវីតក្នុងនាមជាបងប្រុសរូបនេះតែងមានមោទនភាពខ្លាំងគឺបន្ទាប់ពីប្អូនស្រីងួនច័ន្ទដារិយាបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យនៅមហាវិទ្យាល័យបុរាណវិទ្យាឯកទេសបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាងក៏ទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសទៀតផងមកដល់ពេលនេះរយៈពេលជិត2ឆ្នាំហើយដែលកញ្ញាងួនច័ន្ទដារិយាកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសដែលត្រូវបានគេដឹងថានាងជានិស្សិតអាហារូបករណ៍សិក្សាផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យហាវ៉ៃលើទឹកដីសហរដ្ឋអាមេរិកយ៉ាងណាមិញក្រៅពីមានសមត្ថភាពក្នុងការសិក្សាធ្វើឲ្យគ្រួសារមានមោទនភាពកញ្ញាងួនច័ន្ទដារិយាក៏ត្រូវបានមហាជនចាប់អារម្មណ៍សរសើរចំពោះរូបសម្រស់របស់នាងដែរខណៈបង្ហាញរូបភាពជាមួយលោកជីដេវីតម្ដងសម្រស់ស្រស់ស្អាតមិនចាញ់បងប្រុសជាតារានោះទេដល់ឡែកងាកមកដល់ថ្មីនេះអ្វីកាន់តែចាប់អារម្មណ៍ពីទំនាក់ទំនងរវាងបងប្អូនបង្កើតលោកជីដេវីតក្រោយបានឃើញលោកបង្ហោះសារអបអរថ្ងៃកំណើតប្អូនស្រីជាទីស្រឡាញ់យ៉ាងផ្អែមល្ហែមនិងមានន័យខ្លាំងដែលពោលពាក្យក្នុងចិត្តថាលោកមានតែមោទនភាពនិងកិត្តិយសដែលមាននាងជាប្អូនស្រីបង្កើតរួមផ្ទៃតែមួយទៀតផងសារនោះលោកជីដេវីតបានរៀបរាប់ថា Happy birthday ប្អូនស្រីជាទីស្រឡាញ់នៃខ្ញុំងួនច័ន្ទដារិយាពាក្យដែលខ្ញុំតែងតែនិយាយរាល់ឆ្នាំគឺអ្នកពិតជាបានធ្វើឲ្យខ្ញុំមានមោទនភាពនិងកិត្តិយសដែលមានអ្នកជាប្អូនស្រីអ្នកបានបំពេញពាក្យសន្យាបានយ៉ាងល្អឥតខ្ចោះអរគុណដែលព្រះជាម្ចាស់ផ្ដល់តំណែងឲ្យយើងជាដំណក់ឈាមរួមផ្ទៃតែមួយសូមជូនពរឲ្យប្អូនសុខចម្រើនអាយុវែងបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា